ចាជម្រាបសួរបងប្អូនអរគ្នាវីដេអូនេះខ្ញុំបានទៅលេង Rockport ហើយខ្ញុំគេងនៅ Rockport ហ្នឹងពីយប់ហើយចេញពី Rockport ខ្ញុំបានទៅខាងHouston ទៅលេងGalveston គេងGalveston ហ្នឹងប្រហែលជា2យប់ទៀតហើយបន្ទាប់មកខ្ញុំបានទៅ Sam Houston គេងនៅ Sam Houston ហ្នឹងមួយយប់ទៀតចាហើយនេះខ្ញុំមកដល់ចេញពីផ្ទះខ្ញុំនៅ Austin ចេញពីខ្ញុំទៅតាមផ្លូវ Lockhart Santonio អីហ្នឹងឯងហើយមកដល់ Berkeley ខ្ញុំក៏សម្រាប់នៅ Berkeley នៅ Santonio ហ្នឹងមួយកន្លែងធំប្រគេដែរហ្នឹងហើយបន្ទាប់ពីចេញពី Berkeley ហើយសម្រាប់អីហើយខ្ញុំក៏បន្តដំណើរទៅមុខទៀតឥឡូវនេះខ្ញុំមកដល់ Rockport ហើយមកដល់ hotel គេគឺថាប៉ុណ្ណឹងឯងបងប្អូនចាទទួលយកបានហើយការខ្ញុំចេញទៅហ្នឹងគឺជាថ្ងៃច័ន្ទគឺកូនខ្ញុំគេត្រូវ back to school មួយថ្ងៃអញ្ចឹងទៅមិនតដល់ back to school ទេបងប្អូនគេត្រូវកូនខ្ញុំកូនទី2គឺឆ្នាំនេះឆ្នាំទី6ទៅគេត្រូវទៅជួបគ្រូនឹងមួយថ្ងៃគ្រូគេណែនាំឲ្យស្គាល់សាលាព្រោះអីគេ middle school អញ្ចឹងហើយត្រឹមតែបានចេញពីម៉ោង1ម៉ោង2បានខ្ញុំបានចេញពី Austin ហ្នឹងទៅលើទៅដល់ហ្នឹងប្រហែលជាល្ងាចប្រហែលជាម៉ោង3ម៉ោង4ក៏ម៉ោង5នេះពីហ្នឹងទៅRockport ហ្នឹងប្រហែលជា4ម៉ោងនេះដល់ហើយកន្លែងសមុទ្រគេនេះគឺកូនខ្ញុំគេសុំទៅស្ទូចត្រីអញ្ចឹងហើយនាំគេទៅកន្លែងស្ទូចត្រីចាបងប្អូនហើយបន្ទាប់ពីស្ទូចត្រីហើយពួកយើងក៏បានលេងទឹកដែរតែខ្ញុំអត់បានថតទេបងប្អូននេះដើររកកន្លែងស្ទូចត្រីឲ្យគេហ្នឹងត្រឹមតែរកបានកន្លែងដែលឈប់ឡានទៅវាស្រួលទៅហើយឲ្យគេស្ទូចត្រីលេងហ្នឹងព្រមតែបានទៅដល់មកទៅឆ្ងាយដែរហ្នឹងបងប្អូនប៉ុន្តែខែនេះក្តៅមែនទែននៅសមុទ្រនៅខាង Rockport នៅខាង Galveston អីហ្នឹងនេះនៅ Rockport ទេបងប្អូនសមុទ្រនៅ Rockport ខ្ញុំស្ដាយមែនទែនខ្ញុំអត់បានថតពេលលេងទឹកចាពេលលេងទឹកខ្ញុំអត់បានថតឥឡូវនេះទៅរកកន្លែងគេស្ទូចត្រីបានហើយនេះបងប្អូនកន្លែងហ្នឹងគឺកន្លែងគេស្ទូចត្រីទៅយើងឈប់ទៅណាហើយស្ទូចទៅក៏អ្នកខ្លះក៏គាត់ដាក់ហាត់ប្រាណហាត់អីចឹងទៅប៉ុន្តែកន្លែងមិញក៏បានស្ទូចអីព្រោះអីមើលទៅវាមានថ្មច្រើនពេកខ្លាយវាជាប់ស្ទូចចឹងហើយមកកន្លែងមួយទៀតនេះកន្លែងនេះក៏ស្រួលដែរបងប្អូនគឺយើងចូលមកគេយកលុយឯងកន្លែងនេះពេលមានកន្លែងគេយកលុយដែរតែអត់បានទៅកន្លែងយកលុយទេពេលងុយទឹកបានចូលទៅគឺកន្លែងគេយកលុយហើយកន្លែងស្ទូចត្រីក៏គេមានដែរតែកូនខ្ញុំឲ្យចង់ស្ទូចលេងហ្នឹងហើយក៏អត់បានចូលកន្លែងគេយកលុយពេលយើងចូលទៅអានេះកន្លែងហ្នឹងគេអត់យកលុយទេហើយយើងស្ទូចទៅស្ទូចលេងព្រោះអីបានត្រីទូចមាន catfish មាន croaker មានអីហ្នឹងបងប្អូនតែទេសភាពគេស្អាតដែរប៉ុន្តែក្តៅបងប្អូនអើយក្តៅមែនទែនហើយទ្រីបលើកនេះរៀងមកជុំដែរចាព្រោះអីមុនគេចូលសាលាមួយអាទិត្យចាគេចូលសាលាមួយអាទិត្យចឹងត្រូវនាំគេដើរលេងមុនគេចូលសាលាព្រោះអីអាទិត្យក្រោយថ្ងៃច័ន្ទទី18ចាខែ8ខាងកូនខ្ញុំនេះថ្ងៃទី18បានចូលវិញខែ8ហ្នឹងដូចជាថ្ងៃគីចាគឺគេនាំគ្នាចូល middle school អស់ហើយចឹងហើយនេះខ្ញុំចេញពី Rockport ទៅខាង Galveston ហើយបងប្អូនផ្លូវនេះតិចទៀតខ្ញុំនឹងដាក់វីដេអូបន្ទាប់ទៀតគឺផ្លូវដែលស្ងាត់ប្លែកដូចថាមើលទៅសុបាយដែរបងប្អូនចាអរគុណជម្រាបលាបងប្អូនសុខសប្បាយទាំងអស់គ្នាបងប្អូនជម្រាបលាអរគុណ